ខ្ញុំគឺខ្ញុំមានចំណាប់អារម្មណ៍ប៉ុន្តែគិតថាសមត្ថភាពយើងនៅមានកម្រិតប៉ុន្តែណាចង់សាកក្រុមជំរាបសួរទៅដល់ប្រិយមិត្តដែលកំពុងតែទស្សនានៅកម្មវិធីបណ្ដា Talk Show ស្វាគមន៍មកកាន់ប្រធានបទទី249សប្តាហ៍នេះលើកយកប្រធានបទពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងនៅក្នុងកម្មវិធីទឹកគ្រឿងសាមគ្គីដែលយើងបានស្វែងរកឃើញម្ចាស់ជ័យលាភីហើយក្រោយពីកម្មវិធីសង្ក្រាន្តបណ្ដាបានបញ្ចប់ទៅកាលពីពេលកន្លងទៅអ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីរបស់យើងក្នុងថ្ងៃនេះចង់រំលឹកនិងបង្ហាញជូនទៅដល់ប្រិយមិត្តគឺពាក់ព័ន្ធទៅនឹងចំណាប់អារម្មណ៍ក៏ដូចជាតិចនិចជាពិសេសគឺពីអារម្មណ៍របស់បងប្អូនដែលពួកគាត់បានចូលរួមប្រកួតនៅក្នុងកម្មវិធីនេះរួចតើពួកគាត់ទទួលបានបទពិសោធន៍និងជាពិសេសគឺទទួលបាននៅភាពសាមគ្គីនិងមិត្តថ្មីយ៉ាងណាខ្លះនោះជួបជាមួយនឹងបងប្អូនតែម្ដងចា៎ជំរាបសួរអូនចាអបអរសាទរសម្រាប់ការទទួលបាននៅជ័យលាភីនៅក្នុងកម្មវិធីរបស់យើងមានបងប្អូនតំណាងឲ្យក្រុមចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ដែលកម្មវិធីរបស់យើងគឺរៀបចំធ្វើឡើងកាលពីថ្ងៃសង្ក្រាន្តមកកាលពីដើមខែមេសាកន្លងទៅប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នឹងពិសេសនោះគឺនៅក្នុងកម្មវិធីសប្បាយរីករាយប៉ុន្តែក៏មាននៅការប្រកួតប្រជែងទៅលើការប្រកួតធ្វើម្ហូបរបស់ខ្មែរយើងផងដែរគឺវិញ្ញាសាទឹកគ្រឿងសាមគ្គីផ្ដើមដំបូងនេះចង់ឲ្យបងអូនណែនាំពីឈ្មោះក៏ដូចជាចំណាប់អារម្មណ៍នៅក្នុងការចូលរួមនៅក្នុងកម្មវិធីរបស់យើងបន្តិចសិនចា៎ជំរាបសួរអ្នកគ្រូខ្ញុំឈ្មោះអ៊ុនសុផាន់ណាជានិស្សិតសិក្សានៅចំនួនទី25ឆ្នាំទី1ឆមាសទី2វគ្គ1ដែលជាម្ចាស់ជ័យលាភីលេខ1ចាអរគុណចង់ដឹងអំពីចំណាប់អារម្មណ៍របស់បងអូនបន្តិចសម្រាប់ការទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងកម្មវិធីប្រកួតរបស់យើងគឺប្រកាសណាស់ថាមាននិស្សិតចូលរួមច្រើនប៉ុន្តែអារម្មណ៍របស់បងអូនយ៉ាងណាដែរនៅពេលដែលក្រុមរបស់យើងទទួលបានជ័យលាភីបែបនេះចាអ្នកគ្រូខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនិងរំភើបរីករាយជាខ្លាំងដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងធ្វើទឹកគ្រឿងសាមគ្គីនេះដោយសមាជិកក្រុមរបស់ខ្ញុំដែលមានការសហការគ្នាបានល្អនិងចែកមុខងារគ្នាទើបក្រុមរបស់នាងខ្ញុំទទួលបានជ័យលាភីលេខ1ចុះពាក់ព័ន្ធជាមួយនឹងរសជាតិជំរាបជូនបន្តិចបានទេថាតើរសជាតិឆ្ងាញ់កម្រិតណាដែរទើបអាចទទួលបានជ័យលាភីលេខ1នៅក្នុងកម្មវិធីហើយបើនិយាយអំពីគ្រឿងផ្សំនិងបន្លែផ្សេងដែលយើងមាននៅក្នុងការប្រកួតរបស់យើងនឹងមានអាចថាជាអ្វីខ្លះដែរចាអ្នកគ្រូរសជាតិយើងត្រូវការរសជាតិឲ្យរៀងប្រហុកដិតហើយនឹងប្រៃផ្អែមជូរនិងហឹរដើម្បីនៅពេលដែលយើងជ្រលក់យកអន្លក់ស្រស់យកមកអន្លក់ជាមួយនឹងទឹកគ្រឿងហ្នឹងធ្វើឲ្យវាផ្ដល់រសជាតិមួយដែលឆ្ងាញ់ចូលគ្នាវាអត់ដិតពេកគឺល្មមឆ្ងាញ់តែម្ដងចាគាត់តែនិយាយលេទឹកមាត់តែម្ដងចាអរគុណច្រើនហើយចុះសម្រាប់បងអូនទទួលបានចំណាត់ថ្នាក់លេខ2នៅក្នុងកម្មវិធីរបស់យើងវិញអនុញ្ញាតណែនាំខ្លួនទៅដល់ប្រិយមិត្តបន្តិចសិនចាជំរាបសួរបងខ្ញុំឈ្មោះរីចែនមកជានិស្សិតឆ្នាំទី4ចំនួនទី23វគ្គ3ឆ្នាំទី4អ្នកគ្រូឆមាស1ចាអារម្មណ៍របស់បងអូនក្រោយពីទទួលបានជ័យលាភីអារម្មណ៍យ៉ាងណាដែរហើយកម្មវិធីនេះបងអូនគិតថាផ្ដល់នៅបទពិសោធន៍អ្វីខ្លះដែរទៅដល់បងអូនចាសម្រាប់ក្រុមរបស់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតទឹកគ្រឿងសាមគ្គីចាចុះពាក់ព័ន្ធជាមួយនឹងរសជាតិឃើញថាប្រហែលជាអាចនឹងប្រហែលគ្នាជាមួយចំណាត់ថ្នាក់លេខ1ហើយបានជាយើងអាចទទួលបានចំណាត់ថ្នាក់លេខ2មួយនេះចាសម្រាប់រសជាតិទឹកគ្រឿងរបស់ក្រុមពួកខ្ញុំដែរគឺផ្ដោតទៅលើទី1គឺក្លិនឈ្ងុយរបស់ចេញពីប្រហុកដែលយើងបានធ្វើនៅក្នុងទឹកគ្រឿងនោះដាក់ចូលក្នុងទឹកគ្រឿងហើយជាមួយនឹងសាច់ត្រីខ្ញុំប្រើប្រភេទសាច់ត្រីស្រាយរបស់យើងគឺត្រីរ៉ស់ត្រីទក់เนาะបាទបងចាពិសេសមែនតើអាចនិយាយថាគ្រាន់តែលើកឡើងនៅអាចថាជារសជាតិមួយដែលឈ្ងុយហើយឆ្ងាញ់ជាប់ចិត្តព្រោះដោយសារតែលទ្ធផលទាំងពីរនេះគឺប្រហែលគ្នាប៉ុន្តែយ៉ាងណាភាពលេចធ្លោរបស់មុខម្ហូបរបស់យើងគឺមានម្យ៉ាងម្នាក់ចុះសម្រាប់បងអូនចំណាត់ថ្នាក់លេខ3វិញចាជាសួរបងខ្ញុំមកនាងខ្ញុំឈប់ប៉ុនស្រីដែរមកពីចំនួនទី24វគ្គ2ឆ្នាំទី3ឆមាស1
អារម្មណ៍បងប្អូនយ៉ាងណាដែរហើយជាពិសេសបទពិសោធន៍ដែលទទួលបានពីការប្រកួតនៅក្នុងកម្មវិធីមានអ្វីខ្លះដែរសម្រាប់បង សម្រាប់ខ្ញុំបទពិសោធន៍នៅការប្រកួតគឺមានអារម្មណ៍រំភើបហើយបានទទួលបានបទពិសោធន៍ដែលថ្មីហើយនឹងមានភាពជាសាមគ្គីជាក្រុម ចាចុះទទួលបានមិត្តភ័ក្តិថ្មីថ្មីច្រើនដែរទេព្រោះធម្មតាក្នុងការប្រកួតរបស់យើងគឺក្នុងមួយថ្នាក់គឺយើងសហការគ្នាសាមគ្គីគ្នាក្នុងការចូលរួមប្រកួតក្នុងកម្មវិធីអញ្ចឹងមិនប្រកាសថាយើងសិតតែមានមិត្តភ័ក្តិនៅក្នុងថ្នាក់ទាំងអស់ទេត្រូវទេអញ្ចឹងនៅពេលដែលប្រកួតនៅក្នុងកម្មវិធីនេះអាចថាទទួលបានមិត្តភ័ក្តិប្រហែលជាប្រមាណអ្នកដែរ ទទួលបានមិត្តភ័ក្តិថ្មីច្រើនហើយនឹងបទពិសោធន៍នៅការធ្វើការជាក្រុមក៏ច្រើនដែរ ចាល្អមែនតើពាក់ព័ន្ធជាមួយនឹងអត្ថន័យនៃការចូលរួមប្រកួតទឹកគ្រឿងសាមគ្គីនេះអូនយល់ឃើញថាមានអត្ថន័យយ៉ាងណាខ្លះដែរ សម្រាប់ខ្ញុំផ្ទាល់គឺអត្ថន័យនៃការទឹកគ្រឿងសាមគ្គីគឺមានជាមហោបបែបប្រជាប្រិយខ្មែរហើយនឹងតំណាងឲ្យភាពជាសាមគ្គីជាក្នុងគ្រួសារនិងសហគមន៍ ចាហើយដូចជាបងលើកឡើងមិញដូចគ្នាបងទទួលបាននៅបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការសាមគ្គីគ្នាជាក្រុមគឺបានច្រើនពីការប្រកួតនៅក្នុងកម្មវិធីចុះពាក់ព័ន្ធទៅនឹងការដែលយើងបានចូលរួមប្រកួតបែបនេះហើយបងយល់ឃើញថាអត្ថន័យក៏បងបានលើកឡើងហើយដែរចុះពីការចូលរួមប្រកួតនៅក្នុងកម្មវិធីនេះហើយបងយល់ឃើញថាសាលាបានបង្កើតនៅកម្មវិធីប្រកួតផ្សេងៗជាច្រើនទៀតបងមានបំណងនឹងចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតកម្មវិធីផ្សេងៗទៀតទេដូចជាកម្មវិធីសើចឆ្នើមកម្មវិធីប្រឡងស្ដេចកុំព្យូទ័រនិងការប្រកួតកម្មវិធីសប្បាយៗជាច្រើនរបស់សាលាណាចា ចំពោះខ្ញុំគឺខ្ញុំមានចំណាប់អារម្មណ៍ប៉ុន្តែគិតថាសមត្ថភាពយើងនៅមានកម្រិតប៉ុន្តែណាចង់សាកល្បងដែរទេចាលើកទឹកចិត្តដល់បងនៅក្នុងការសាកល្បងចូលរួមប្រកួតនៅក្នុងកម្មវិធីផ្សេងៗទៀតដែលសាលាបានបង្កើតឡើងពីព្រោះថារាល់កម្មវិធីទាំងអស់គឺសាលាគ្រាន់តែចង់ផ្ដល់នូវបទពិសោធន៍និងឱកាសនិងបទពិសោធន៍ជូនទៅដល់បងឲ្យកាន់តែច្រើនក្នុងការចេញទៅប្រឡូកនៅក្នុងវិស័យការងារផ្សេងៗនៅក្នុងសង្គមហ្នឹងគឺយើងអាចឆាប់ចាប់បានហើយយើងមានបទពិសោធន៍ស្រាប់គឺងាយស្រួលខ្លាំងមែនទែននៅក្នុងការចេញទៅស្វែងរកការងារធ្វើនៅក្នុងពេលខាងមុខអរគុណច្រើនហើយចង់ដឹងអំពីអារម្មណ៍របស់បងអូនវិញថាបងអូនចំណាត់ថ្នាក់លេខ2មូលហេតុដែលបងអូនសម្រេចចិត្តចូលរួមប្រកួតនៅក្នុងកម្មវិធីនេះគឺជាអ្វីដែរចា៎ បាទបងអរគុណច្រើនសម្រាប់សំណួរបានជាបងអូនសម្រាប់ចិត្តចូលរួមប្រកួតក្នុងកម្មវិធីបោះសាលាទឹកគ្រឿងសាមគ្គីគឺដើម្បីចង់ដឹងពីសមត្ថភាពខ្លួនឯងហើយក៏ដើម្បីទទួលបានបទពិសោធន៍ថ្មីៗដូចជាការងារការធ្វើការជាក្រុមការសាមគ្គីភាពគ្នាការជួយគ្នាទៅវិញទៅមក ចាទាំងអស់នេះគឺជាអ្វីដែលបងអូនចង់ទទួលបានហើយទទួលបានទៅទទួលបានហើយបងទទួលបានជ័យលាភីហើយបងមិនរំពឹងទុកថាទទួលបានលទ្ធផលល្អបែបហ្នឹងเนาะ បាទប៉ុន្តែយ៉ាងណាបងអូនធ្វើបានយ៉ាងល្អនៅក្នុងការចូលរួមប្រកួតក្នុងកម្មវិធីអរគុណត្រឡប់មកកាន់បងអូនចំណាត់ថ្នាក់លេខ1វិញអារម្មណ៍ក៏ដូចជាពាក់ព័ន្ធទៅនឹងការលើកឡើងពីប្រធានបទគឺបងប្អូនបានលើកឡើងរួចហើយចុះពាក់ព័ន្ធទៅនឹងគ្រឿងផ្សំសំខាន់នៅក្នុងទឹកគ្រឿងរបស់បងអូនមុននេះបងប្អូនលើកឡើងទ្រុសចង់ដឹងថាតើគ្រឿងផ្សំសំខាន់ដែលធ្វើឲ្យទឹកគ្រឿងមានរសជាតិឈ្ងុយឆ្ងាញ់ហើយអាចទទួលបានចំណាត់ថ្នាក់លេខ1ក្នុងចំណោមក្រុមនិងថ្នាក់រៀនជាច្រើនដែលបានចូលរួមប្រកួតនេះថាតើភាពលេចធ្លោហើយក៏ដូចជាគ្រឿងផ្សំសំខាន់អ្វីដែលមិនអាចខ្វះបាននៅក្នុងទឹកគ្រឿងចា៎ ចាអ្នកគ្រូខ្ញុំគិតថាគ្រឿងផ្សំសំខាន់ដែលមិនអាចខ្វះបាននោះគឺប្រហុកពីព្រោះអីប្រហុកគឺជាព្រលឹងនៃទឹកគ្រឿងដែលផ្ដល់ឲ្យទឹកគ្រឿងមានក្លិនឈ្ងុយថែមទាំងធ្វើឲ្យមានរសជាតិដិតនិងមួយទៀតត្រីយើងអាចប្រើត្រីអាំងក៏បានឬក៏ត្រីស្ងោរក៏បានពីព្រោះត្រីអាចផ្ដល់នៅឲ្យជារសផ្អែមដល់ទឹកគ្រឿងចេញពីសាច់ត្រីដែលធ្វើឲ្យទឹកគ្រឿងយើងគឺកាន់តែមានរសជាតិឆ្ងាញ់នៅពេលដែលយើងញ៉ាំហើយនឹងធ្វើឲ្យយើងទទួលបានរសជាតិមួយដែលដកចូលនៅក្នុងអារម្មណ៍ថែមទាំងឈ្ងុយឆ្ងាញ់និងដកនៅក្នុងចិត្តចំណិចរបស់យើង ចាពិសេសមែនតើចាជាការប៉ັດម្ហូបរបស់ខ្មែរយើងជាច្រើនគឺសុទ្ធតែបង្កប់នៅអត្ថន័យហើយក៏កម្មវិធីរបស់សាលាដែលបានបង្កើតឡើងគឺសុទ្ធតែរំលេចនៅចំណុចសំខាន់និងពិសេសជូនទៅដល់បងប្អូននិស្សិតដូចជាការប្រកួតធ្វើម្ហូបទឹកគ្រឿងសាមគ្គីនេះជាដើមក៏ជាការបង្ហាញទៅដល់បងប្អូនថាទឹកគ្រឿងគឺជាម្ហូបអត្តសញ្ញាណរបស់ខ្មែរយើងហើយក៏ចង់ឲ្យបងប្អូននឹងបានដឹងនិងស្វែងយល់អំពីរបៀបនៃការធ្វើទឹកគ្រឿងនឹងដើម្បីអនាគតទៅយើងមានក្រុមគ្រួសារយើងចង់ធ្វើឲ្យក្រុមគ្រួសារយើងបរិភោគនឹងគឺអាចថាងាយស្រួលសម្រាប់យើងច្រើនហើយយើងដឹងពីរបៀបនៃការធ្វើអ្នកខ្លះចេះតែជៀនពងទាទេ
ទៅតែនៅពេលដែលយើងបានមកចូលរួមប្រកួតនៅកម្មវិធីយើងបានចេះនៅមុខម្ហូបថ្មីមួយទៀតដែលយើងមិនធ្លាប់បានរៀនចេះធ្វើតែធ្លាប់តែញ៉ាំទៅចាអរគុណច្រើនហើយបន្តទៅសំណួរបន្តទៀតទៅកាន់បងប្អូនដដែលក៏ចង់ដឹងពាក់ព័ន្ធទៅនឹងអារម្មណ៍បងប្អូនហើយក៏ដូចជាក្រុមបងប្អូនទាំងមូលឃើញថានៅក្នុងវីដេអូបងប្អូនសប្បាយចិត្តនិងរីករាយខ្លាំងមែនទែនជាមួយនឹងចំណាត់ថ្នាក់លេខ1នៅក្នុងកម្មវិធីហើយគឺស្រែកហូពេញតែក្នុងកម្មវិធីតែម្ដងកំឡុងពេលហ្នឹងអាចជម្រាបជូនផងបានអីនៅពេលដែលប្រកាសនៃការឈ្នះតើសមាជិកក្រុមទាំងអស់ពួកគាត់រំភើបនឹងមានមោទនភាពជាមួយនឹងលទ្ធផលនេះយ៉ាងណាខ្លះដែរចាអ្នកគ្រូសម្រាប់ក្រុមរបស់នាងខ្ញុំនៅពេលដែលខាងសាលាគាត់បានប្រកាសថាទទួលបានជ័យលាភីលេខ1អត់នឹកស្មានដល់ថានឹងអាចទទួលបានគឺសមាជិកក្រុមខ្ញុំគឺគាត់សប្បាយចិត្តខ្លាំងមែនតើពីព្រោះអីពួកខ្ញុំអត់អាចគិតថាអាចនឹងដល់ចំណុចដែលទទួលបានជ័យលាភីលេខ1នឹងបានទេអញ្ចឹងគឺម្នាក់គឺសប្បាយចិត្តខ្លាំងមែនតើដែលមានសកម្មភាពគឺសប្បាយអរខ្លាំងលើឆាកចុះបងចង់ឲ្យសាលាមានរៀបចំនៅកម្មវិធីប្រកួតបែបនេះជាច្រើនទៀតដែរឬទេចាអ្នកគ្រូខ្ញុំចង់ឲ្យសាលាមានការរៀបចំប្រកួតកម្មវិធីបែបនេះជាច្រើនឡើងដើម្បីឲ្យនិស្សិតយើងទាំងអស់គ្នាបង្ហាញនិងបញ្ចេញសមត្ថភាពរបស់យើងចាអរគុណបន្តទៅកាន់បងអូនក្រុមទី2វិញសម្រាប់បងអូនក្រុមទី2ថាតើមិត្តរួមថ្នាក់របស់យើងបានត្រៀមអីគេខ្លះដែរនៅក្នុងការប្រកួតធ្វើម្ហូបទឹកគ្រឿងសាមគ្គីនេះកំឡុងពេលដែលយើងប្រកួតហើយជាធម្មតាដោយបងអូនលើកឡើងមិញថាមានត្រីស្រស់មានអីជាដើមនោះថាតើក្រៅពីនោះយើងមានត្រៀមអ្វីខ្លះទៀតជាពិសេសគឺបន្លែឬក៏ម្លក់ដែលសម្រាប់ញ៉ាំជាមួយនឹងទឹកគ្រឿងជាដើមណាចាបាទបងសម្រាប់ក្រុមពួកខ្ញុំដែរបានត្រៀមជាមួយនឹងមានជាសម្ភារៈសម្រាប់ចូលរួមការប្រកួតមានដូចជាសាច់ត្រីហើយជាមួយនឹងបន្លែជាច្រើនមុខដូចជាគេដែរមានបន្លែជាច្រើនមុខដូចជាស្ពៃបន្លែស្រស់ហើយប្រភេទបន្លែស្រស់ដូចជាត្រប់ហើយជាមួយនឹងមានស្អំអត់ចាមានវងមានស្អំមានផ្កាកផ្លោកហើយមានជាមួយនឹងបន្លែផ្សេងៗបន្លែផ្សេងជាច្រើនទៀតបងចាទាំងអស់នេះគឺជាការត្រៀមខ្លួនចុះគ្រឿងផ្សំដែលយើងត្រៀមយើងបានលើកឡើងហើយសម្ភារៈនៃការត្រៀមវិញយើងត្រៀមយកមកខ្លួនឯងដែរឬក៏យ៉ាងណាដែរសម្រាប់សម្ភារៈគឺខាងប្អូនយកមកដល់ខ្លួនឯងអ្នកគ្រូចាអ្នកខ្លះយកចានអ្នកខ្លះយកឆ្នាំងអ្នកខ្លះយកសម្ភារៈអញ្ចឹងមកទៅអូពិសេសមែនតើចាសមាជិកក្រុមកំឡុងពេលនៅប្រហែលមានប្រហែលអ្នកដែរសម្រាប់ក្រុមមាន5អ្នកអ្នកគ្រូចាអញ្ចឹងបែងចែកគ្នាម្នាក់តិចចាអរគុណមែនតើចាចុះសម្រាប់ប្អូនក្រុមទី3វិញចាជឿថាសម្រាប់ក្រុមប្អូនក៏មិនសូវជាខុសពីក្រុមប្អូនផ្សេងទៀតដែរគឺបានត្រៀមលក្ខណៈរួចជាស្រេចចុះពាក់ព័ន្ធទៅនឹងគ្រប់កម្មវិធីដែលបានរៀបចំធ្វើឡើងនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តវណ្ណដាកាលពីពេលកន្លងទៅនេះបងអូនពេញចិត្តនឹងចូលចិត្តទៅលើកម្មវិធីណាខ្លះដែរសម្រាប់កម្មវិធីប្រកួតរបស់យើងក៏ដូចជាកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀតដែលសាកលវិទ្យាល័យគឺបានរៀបចំចាចំពោះរូបនាងខ្ញុំកម្មវិធីទាំងមូលគឺខ្ញុំចូលចិត្តទាំងអស់ប៉ុន្តែចំណុចសំខាន់ជាងគេគឺការប្រកួតប្រជែងនៅមុខម្ហូបទឹកគ្រឿងសាមគ្គីចាមូលហេតុអ្វីដែរដោយសារដែលសាលាបានបង្កើតការប្រកួតគ្រឿងសាមគ្គីនេះឡើងមកក្នុងគោលបំណងឲ្យយើងបង្ហាញពីស្នាដៃហើយនឹងការរួបរวมគ្នាហើយនឹងផ្ដល់ឲ្យនិស្សិតទទួលបានបទពិសោធន៍ថ្មីនិងចំណេះថ្មីចាពិសេសមែនតើអរគុណសម្រាប់ខ្ញុំចូលចិត្តកម្មវិធីបែបប្រពៃណីមានក្បាច់កូនបុកកតោមានរបាំប្រពៃណីជាច្រើនហើយជាមួយនឹងជាពិសេសកម្មវិធីពេលល្ងាចបងគឺដែរមែនតើចាអូខេពិសេសមែនតើអញ្ចឹងបានមកចូលរួមដែរពេលល្ងាចបានចាសប្បាយរីករាយបែបហ្នឹងចង់ឲ្យសាលាបន្តរៀបចំកម្មវិធីសប្បាយៗបែបហ្នឹងបន្តទៀតដែរទេបាទបងចង់ឲ្យសាលាមានបង្កើតកម្មវិធីសប្បាយបែបហ្នឹងរហូតហើយអាចនឹងមានធំជាងហ្នឹងក៏កាន់តែល្អដែរបងចាល្អមែនទែនចាអរគុណចាចុះសម្រាប់អូនទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងកម្មវិធីវិញមានអ្វីចង់ផ្ដាំផ្ញើហើយជាពិសេសគ្រប់កម្មវិធីទាំងអស់ដែលបានរៀបចំធ្វើឡើងនៅក្នុងសង្ក្រាន្តវណ្ណដានៅឆ្នាំ2026នេះបងអូនមានអ្វីចង់ចែករំលែកទៅដល់ប្រិយមិត្តហើយពេញចិត្តកម្មវិធីណាជាងគេចាអ្នកគ្រូសម្រាប់នាងខ្ញុំក្នុងកម្មវិធីដែលសាលាបានបង្កើតឡើងនេះខ្ញុំពេញចិត្តលើការធ្វើម្ហូបដែលមានម្ហូបដែលមានឈ្មោះថាទឹកគ្រឿងសាមគ្គីនេះខ្លាំងជាងគេពីព្រោះកម្មវិធីនេះធ្វើឲ្យយុវវ័យទាំងអស់គ្នាឲ្យកាន់តែយល់ច្បាស់អំពីវប្បធម៌ខ្មែរយើង
និងមុខម្ហូបខ្មែរយើងឲ្យកាន់តែច្រើនអញ្ចឹងខ្ញុំសូមផ្ដាំទៅដល់និស្សិតទាំងអស់គ្នានៅឆ្នាំក្រោយថានៅពេលដែលសាលាបង្កើតកម្មវិធីធ្វើម្ហូបនេះឡើងសូមឲ្យយើងប្រមូលមិត្តភ័ក្តិយើងទាំងអស់គ្នាមកចូលរួមឲ្យបានច្រើនដើម្បីឲ្យដឹងពីសមត្ថភាពយើងខ្លួនឯងថាយើងចេះធ្វើម្ហូបដល់កម្រិតណា ចាជាពិសេសគឺយើងក៏អាចនឹងទទួលបាននៅលទ្ធផលដូចជាបងអូនបានចូលរួមនៅក្នុងកម្មវិធីជាដើមចាអត្ថប្រយោជន៍ក៏មានច្រើនដែរអាចចែករំលែកពីអត្ថប្រយោជន៍ពីការចូលរួមនៅក្នុងកម្មវិធីនេះដែលយើងទទួលបានអ្វីខ្លះដែរមានបាច់ការឬក៏មានអត្ថប្រយោជន៍អ្វីខ្លះដែរចាអ្នកគ្រូអត្ថប្រយោជន៍នៅក្នុងការចូលរួមកម្មវិធីនេះធ្វើឲ្យយើងស្គាល់មិត្តកាន់តែច្រើនធ្វើឲ្យមិត្តភាពយើងគឺកាន់តែរលូននិងយល់ពីគ្នាទៅវិញទៅមកនិងចេះរួបរวมសាមគ្គីគ្នាដែលយើងអាចនៅក្នុងការប្រកួតប្រជែងនេះយើងបែងចែកគ្នាដោយបែងចែកគ្នាតាមផ្នែកនីមួយៗដោយមិនបែងចែកទៅតាមផ្នែកនីមួយៗដែលយើងទទួលបានជលភីនេះដែលទទួលបានកណ្ដុំអនុស្សាវរីយ៍ពីសាលាដូចជាមានបានថ្លែងអំណរគុណនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតជាពិសេសគឺពានរង្វាន់នេះតែម្ដងเนาะចាពានរង្វាន់នេះគឺយើងតម្កល់នៅទីណាដែរដើម្បីយើងអាចបានឃើញទាំងអស់គ្នាជាមួយនឹងមិត្តរួមថ្នាក់ពានរង្វាន់និងលិខិតថ្លែងអំណរគុណយើងអាចតម្កល់នៅក្នុងថ្នាក់ដើម្បីឲ្យមានសោភ័ណភាពនៅក្នុងថ្នាក់និងមិត្តរួមថ្នាក់យើងបានឃើញទាំងអស់គ្នាដោយសារអីពួកគាត់ក៏បានចូលរួមនៅក្នុងការធ្វើមុខម្ហូបទឹកគ្រឿងសាមគ្គីនេះផងដែរចាអរគុណច្រើនបងអូនអរគុណសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយក៏សូមលើកទឹកចិត្តទៅដល់បងប្អូនផ្សេងៗទៀតនៅឆ្នាំក្រោយៗសង្ឃឹមថានឹងដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីរបស់យើងឲ្យបានកាន់តែច្រើនដើម្បីទទួលបានបទពិសោធន៍ជាពិសេសគឺបានភ្លក់នៅរសជាតិម្ហូបដែលយើងបានធ្វើដោយផ្ទាល់ដៃហើយក៏ជាមុខម្ហូបដែលយើងបានខិតខំប្រឹងប្រែងសម្រិតសម្រាំងហើយជាពិសេសគឺការជួបជុំគ្នានៅក្នុងការគិតបែងចែកទៅនីមួយៗនោះគឺសិតតែជាបទពិសោធន៍ដែលល្អៗហើយសប្បាយរីករាយមែនតើណាអរគុណច្រើនសង្ឃឹមថាឱកាសក្រោយយើងនឹងជួបគ្នាហើយបងប្អូនក៏នឹងអាចសម្រាប់ចិត្តចូលរួមនៅក្នុងកម្មវិធីប្រកួតផ្សេងៗទៀតរបស់សាកលវិទ្យាល័យបណ្ដាដែលបានបង្កើតឡើងដើម្បីឲ្យពួកយើងកាន់តែទទួលបានបទពិសោធន៍និងចំណេះដឹងបន្ថែមទៀតចា៎ប្រិមិត្តទូទាំងនិកជនជាទីមេត្រីកម្មវិធីរបស់យើងបានឈានមកដល់ទីបញ្ចប់សន្យាថានឹងវិលមកជួបប្រិមិត្តរាល់ថ្ងៃសៅរ៍វេលាម៉ោង 8:00 ដដែលគណៈពេលនេះយើងខ្ញុំទាំង4នាក់និងក្រុមការងារសូមអរគុណនិងសូមគោរពលា